pra version ចាតង់ក្តៅដៃកុំបារម្ភអីដោយសារតែយប់មិញនេះ Apple ក៏បានតម្លាក់ version ថ្មីមួយទៀតដែរ iOS 26.4.2 និយាយទៅទំហំរបស់វាល្បាក់ប្រហែលជា 771.8 MB សម្រាប់ iPhone 7 Pro Max របស់ខ្ញុំហើយនៅក្នុងនោះសម្រាប់អ្នកដែលគាត់បានឡើងទៅកាន់ version 26.5 គឺវាអត់លោតបង្ហាញទេដោយសារតែយើងឡើងផុតបាត់ហើយណាវាជាចំនួនសាលបងប៉ុន្តែ version 26.4.2 នេះវាជា version official ផ្លូវការណាអញ្ចឹងគេក៏គាត់អាចធ្វើការដំឡើងបានដែរហើយគ្នាយើងប្រកាសជាសួរថា Apple បានធ្វើការបញ្ចូលមុខងារអីថ្មីអត់នៅលើ version មួយនេះអញ្ចឹងខ្ញុំបានធ្វើការចូលទៅកាន់ website របស់ Apple ដែរនៅក្នុងនោះគឺគាត់អត់បានធ្វើការបញ្ជាក់ថាមានមុខងារអីថ្មីឬក៏ version ឬក៏ចំណុចអីថ្មីទេប៉ុន្តែពិតទៅជាមួយនឹង version ដែលមានចុច2ដងអញ្ចឹងមានន័យថា 26.4 ចុច2វា2ដងហើយអញ្ចឹងជាមួយនឹង version បែបហ្នឹងភាគច្រើនគឺគាត់មិនសូវជាបានបញ្ចូលមុខងារអីថ្មីទេប៉ុន្តែគាត់ផ្ដោតទៅលើបញ្ហាមួយគឺថ្មហើយនឹងកម្លាំងម៉ាស៊ីនអញ្ចឹងសម្រាប់អ្នកដែលគាត់ប្រើប្រាស់ version ចាស់មានន័យថា 26.4.1 ដែលមានបញ្ហាថ្មអត់សូវកាន់ថ្មឆាប់អស់ហើយប្រើទៅមានអារម្មណ៍ថាដូចវាស្រកលឿនណាបងប្អូនគួរតែអាប់ដេតទៅកាន់ 26.4.2 ហ្នឹងហើយមួយទៀតតើតើនឹងកម្លាំងម៉ាស៊ីនមានអារម្មណ៍ថាប្រើទៅឆាប់ក្តៅឬក៏ប្រើទៅវាគាំងវាតេអីចឹងណាវាដំណើរការមិនសូវជា smooth បងប្អូនក៏គួរតែឡើងទៅកាន់ version ថ្មីនឹងដែរអញ្ចឹងបើសរុបជារួម version ហ្នឹងគឺអត់មានអីថ្មីទេនិយាយថាមានមុខងារអីធំថ្មីដែលយើងគួរឲ្យចាប់អារម្មណ៍ចឹងណាហើយនិយាយទៅគឺគាត់បញ្ចេញរហូតតែម្ដងឲ្យតែមានបញ្ហាអីតើតើនឹង bug តើតើនឹងល្បឿនអីគឺចាញ់មកហើយបើយើងឡើងតន់ឡើងបើឡើងអត់តន់ចាំឡើងអត់ធំក៏បានដែរអញ្ចឹងបើសួរថាគួរតែឡើងទៅកាន់ 26.4.2 នឹងអត់ខ្ញុំគិតថាបើមានបញ្ហាថ្មនឹងម៉ាស៊ីនឡើងទៅប៉ុន្តែបើអត់មានបញ្ហាទេនៅ version ចាស់ក៏អត់អីដែរហើយតែប៉ុណ្្នឹងឯងអរគុណច្រើនខ្ញុំជួបបងប្អូននៅវីដេអូក្រោយទៀត